ប្រមុខដឹកនាំប្រាប់ឲ្យជនរួមជាតិជឿទុកចិត្តលើរដ្ឋាភិបាលពាក់ព័ន្ធនឹងការវាស់វែងព្រំដែនកម្ពុជាថៃសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ជាថ្មីម្ដងទៀតថាសូមបងប្អូនជនរួមជាតិទាំងអស់មេត្តាជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជានិងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជាពាក់ព័ន្ធនឹងការវាស់វែងព្រំដែនកម្ពុជាថៃសម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់នៅលើទំព័រ Facebook នៅថ្ងៃទី25 ខែវិច្ឆិកាឆ្នាំ2025នេះថាបញ្ហាព្រំដែនគឺជាបញ្ហាស្មុគស្មាញដែលបានបន្សល់ទុករាប់រយឆ្នាំមកហើយដែលយើងត្រូវរួមគ្នាដោះស្រាយដើម្បីប្រជាពលរដ្ឋនៃប្រទេសទាំងពីរអាចរស់នៅជាមួយគ្នាតាមបណ្ដោយព្រំដែនដោយសុខសាន្តនៅក្នុងរយៈពេលវែងទៅខាងមុខទន្ទឹមគ្នានេះសម្ដេចធិបតីថាកម្ពុជាប្រកាន់ភ្ជាប់នូវគោលការណ៍មិនរំលោភបំពានលើដែនអធិបតេយ្យនិងបូរណភាពទឹកដីរបស់ប្រទេសជិតខាងនោះទេប៉ុន្តែកម្ពុជាក៏មិនយល់ព្រមឲ្យមានការរំលោភបំពានលើដែនអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជានោះដែរជាថ្មីម្ដងទៀតសម្ដេចធិបតីក៏សូមឲ្យបងប្អូនជនរួមជាតិទាំងអស់មេត្តាជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជានិងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជាជានិច្ចកាលតែងតែប្រកាន់ភ្ជាប់និងមនសិការវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់បំផុតដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំជាពិសេសការការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិដោយប្រកាន់ភ្ជាប់នូវការគោរពច្បាប់អន្តរជាតិគោរពគោលការណ៍ព្រំដែនមិនកែប្រែនិងខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិននិងសៀម